កំពុងស្ដាប់ព័ត៌មានពេលថ្ងៃត្រង់របស់ VOD ជាទីមេត្រីមេតិការព័ត៌មានសម្រាប់ថ្ងៃប្រហ័សទី10ខែសីហាឆ្នាំ2017នេះរួមមាន UN ប្រាប់ឲ្យកម្ពុជារៀបចំឯកសារឆ្លើយតបពីបញ្ហាសិទ្ធិមនុស្សឲ្យទាន់ពេលមេធាវីនាយករដ្ឋមន្ត្រីស្នើឲ្យរកភស្តុតាងដែលចោទថាលោកហ៊ុនសែនសម្រាប់លោកកែមលីរួមទាំងព័ត៌មានមួយចំនួនទៀតនឹងជម្រាបជូនលោកអ្នកស្ដាប់ជាបន្តបន្ទាប់សូមជូនព័ត៌មានពិស្ដាតំណាងពិសេសនៃអង្គការសហប្រជាជាតិប្រាប់ឲ្យកម្ពុជារៀបចំឯកសារពីបញ្ហាដំណោះស្រាយសិទ្ធិមនុស្សឲ្យឆ្លើយតបឲ្យទាន់ពេលវេលាខណៈដែលមានការបារម្ភថ្មីពីការរំលោភសិទ្ធិលើជនជាតិដើមភាគតិចត្រូវបានកត់សម្គាល់ក្នុងជំនួបមួយនៅសប្តាហ៍នេះតំណាងពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រីរ៉ូណាស្មីតបានប្រាប់ឲ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកែវរ៉ាមីរៀបចំឯកសារឆ្លើយតបទៅនឹងអនុសាសន៍របស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សឲ្យទាន់ពេលវេលានិងសូមបញ្ជាក់ពីសិទ្ធិរបស់ជនជាតិដើមភាគតិចដែលរងគ្រោះពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រុង2ផងដែរការឆ្លើយតបលោកកែវរ៉ាមីបញ្ជាក់ថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងក្រសួងការបរទេសកម្ពុជាកំពុងតែរៀបចំពិនិត្យឯកសារពាក់ព័ន្ធដើម្បីដាក់ទៅអង្គការសហប្រជាជាតិឲ្យទាន់ពេលវេលាគួររំលឹកផងដែរថាក្នុងកិច្ចប្រជុំលើកទី32របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រទេសចំនួន36មានសហរដ្ឋអាមេរិកបាកានីអូស្ត្រាលីជប៉ុនកាណាដាម៉ាសេដូនីណូវេស្វីសអ៊ុយក្រែននិងប្រទេសចំនួន28ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហររួមគ្នាថាស្ថានភាពនយោបាយនៅកម្ពុជាបានគម្រាមកំហែងសកម្មភាពស្របច្បាប់របស់គណៈបកប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្សជាងនេះទៅទៀតប្រទេសទាំង36នោះបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាជំរុញដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោតធានាចំពោះមុខពលរដ្ឋរបស់ខ្លួននិងសហគមន៍អន្តរជាតិលោកនាងជាទីមេត្រីនៅថ្ងៃប្រហ័សនេះសាលាឧទ្ធរបើកសវនាការតបតាមបណ្ដឹងរបស់សមាជិកប្រតិភិគណៈបកប្រឆាំងលោកស្រីថាឡានីប៉ុន្តែសវនាការព្រឹកនេះពុំមានវត្តមានមេធាវីការពារក្តីនិងលោកស្រីថាឡានីនោះទេលោកពេជ្រចម្រុងរាយការណ៍ព័ត៌មាននេះមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រីលើកឡើងថាសមាជិកប្រសិទ្ធិបកប្រឆាំងដឹងថាខ្លួនឯងមានកំហុសទើបរត់គេចទៅក្រៅប្រទេសហើយថាគិតកម្មលើអ្នកវិភាគបញ្ហានយោបាយគឺមិនជាប់ពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រីទេមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺលោកគីតិចឲ្យដឹងថាសវនកម្មនៅព្រឹកនេះគឺដោយសារមេធាវីការពារក្តីឲ្យលោកស្រីថាឡានីប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញតុលាការជាន់ទាបមួយនេះបានកាត់ទោសអតីតសមាជិកប្រសិទ្ធិគណៈបកប្រឆាំងដាក់ពន្ធនាគារ1ឆ្នាំកន្លះនិងពិន័យចូលរដ្ឋ8លានរៀលហើយនឹងត្រូវសងជំងឺចិត្តទៅលោកហ៊ុនសែនចំនួន100រៀលទៀតផងប៉ុន្តែទាំងមេធាវីការពារក្តីនិងលោកស្រីថាឡានីបែរជាមិនចូលខ្លួនមកសវនកម្មទៅវិញលោកមេធាវីគីតិចចោទថាលោកស្រីថាឡានីពិតជាមានចេតនាចោទប្រកាន់លើលោកហ៊ុនសែនថានៅពីក្រោយករណីឃាតកម្មលោកកែមលីដោយថាលោកស្រីបានបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់ប្រមុខរដ្ឋាភិបាលលោកបន្ថែមថាការដែលចោទថាលោកហ៊ុនសែននៅពីក្រោយករណីឃាតកម្មលោកកែមលីលោកថាលោកស្រីថាឡានីត្រូវចូលខ្លួនមកឆ្លើយបំភ្លឺនិងស្វែងរកភស្តុតាងដាក់បន្ទុកមិនមែនរត់ទៅក្រៅប្រទេសនោះទេប៉ុន្តែដឹងហើយបើសិនជាគាត់ជាបុគ្គលម្នាក់ដែលអះអាងថាគាត់ស្អាតស្អំគាត់មិនបានធ្វើអញ្ចឹងមែនអីអញ្ចឹងមែនគាត់នៅតទល់នឹងតុលាការហ្នឹងហើយគាត់អត់ត្រូវរត់ទេដូចខ្ញុំបានលើកនៅក្នុងសវនាការមិនអញ្ចឹងគឺថាការរត់គេចខ្លួននេះដោយសារគាត់ដឹងថាគាត់ធ្វើខុសអញ្ចឹងកន្លែងហ្នឹងបញ្ជាក់ច្បាស់ហើយថាខ្លួនឯងធ្វើអំពើខុសឆ្គងផ្នែកផ្លូវច្បាប់បានខ្លួនឯងគេចខ្លួនអត់ព្រមចូលមកភ្លឺឥឡូវអត់មានភស្តុតាងអីទាំងអស់និយាយមកឥឡូវចោទថាសម្ដេចតេជោសម្រាប់កែមលីមានភស្តុតាងស្អីមកដាក់មកឲ្យតុលាការមក
សំបីតែមេធាវីនោះគឺថាគាត់អត់មានផុសតាងអត់មានហេតុផលចាក់ហើយកឲ្យមកលើកបញ្ជាក់តុលាការទេ VOD មិនទាន់អាចតាក់ទងសុំការបំភ្លឺពីមេធាវីការពារលោកស្រីថាឡានីគឺលោកសំសុគង្គបានទេប៉ុន្តែនៅក្នុងបន្ទប់ផ្សាយវណ្ណការប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរលោកប្លង់សំណាងប្រកាសថាតុលាការនឹងប្រកាសសាលដីកានៅថ្ងៃទី28សីហាខាងមុខនេះលោកស្រីថាឡានីត្រូវបានលោកហ៊ុនសែនប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យបង្កភាពវឹកវរបន្ទាប់ពីលោកស្រីថ្លែងជុំវិញករណីឃាតកម្មអ្នកវិភាគបញ្ហានយោបាយលោកកែមលីប៉ុន្តែលោកស្រីបដិសេធថាមិនបានចោទប្រកាន់លោកហ៊ុនសែននោះឡើយខ្ញុំពេជ្រចម្រុង VOD ភ្នំពេញលោកអ្នកអាចស្ដាប់ព័ត៌មានរបស់ VOD រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យចាប់ពីម៉ោង 12 ដល់ម៉ោង 12:15 នាទីថ្ងៃត្រង់តាមរយៈវិទ្យុសារិកា FM 106.50 និង FM 106.70 រាជធានីភ្នំពេញ FM 91.25 ខេត្តសៀមរាបនិងខេត្តបាត់ដំបង FM 101 ខេត្តបន្ទាយមានជ័យវិទ្យុកំពត FM 90.30 ខេត្តកំពតនិងវិទ្យុសំឡេងស្ត្រីសហគមន៍ FM 89.50 ខេត្តក្រចេះចាលោកនាងជាទីមេត្រីព័ត៌មានដាច់ដライមួយទៀតដឹងថាជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន42នាក់ក្នុងនោះមានស្ត្រី5នាក់ផងដែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនត្រឹមតែមួយថ្ងៃម្សិលមិញនេះដោយយោងតាមរបាយការណ៍របស់នគរបាលជាតិរបាយការណ៍ដែលផ្សាយនៅលើគេហទំព័រនគរបាលជាតិបានឲ្យដឹងបន្ថែមថាបទល្មើសគ្រឿងញៀន24ករណីត្រូវបានសមត្ថកិច្ចបង្ក្រាបបានដោយចាប់ខ្លួនជនសង្ស័យដល់ទៅ42នាក់ក្នុងនោះមានជនសង្ស័យជួញដូរគ្រឿងញៀន25នាក់ផងដែរយោងតាមរបាយការណ៍នគរបាលជាតិជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជាង 8000 នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសក្នុងរយៈពេល5ខែដើមឆ្នាំនេះការស្ទង់មតិមួយកាលពីឆ្នាំមុនបានដឹងថាបទល្មើសគ្រឿងញៀនគឺជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាចាលោកនាងជាទីមេត្រីមនុស្ស3នាក់ក្នុងនោះមានកុមារ2នាក់ផងដែរបានលង់ទឹកស្លាប់នៅស្រុកពីមរខេត្តព្រៃវែងកាលពីម្សិលមិញនេះដោយយោងតាមសេចក្តីរាយការណ៍របស់នគរបាលជាតិសេចក្តីរាយការណ៍នោះបានឲ្យដឹងបន្ថែមថានារីម្នាក់វ័យ22ឆ្នាំនិងកុមារី5ឆ្នាំនិងកុមារា7ឆ្នាំបានលង់ទឹកក្នុងស្រះនៅភូមិសាលាឃុំរំជែកកាលពីព្រឹកម្សិលមិញនេះបើតាមរបាយការណ៍ដំបូងឡើយនារីរងគ្រោះបានរអិលធ្លាក់លើទូកក្នុងទឹកហើយបន្ទាប់មកកុមារីតូចកុមារ2នាក់តូចដែលជាក្មួយបានចុះជួយប៉ុន្តែបណ្ដាលឲ្យលង់ទឹកស្លាប់ទាំង3នាក់តែម្ដងចាលោកនាងជាទីមេត្រីព័ត៌មានជាតិនៅពេលនេះចាប់តែប៉ុណ្ណេះ VOD ព័ត៌មានឯករាជ្យលោកសូជាដំជម្រាបជូនព័ត៌មានអន្តរជាតិលោកនាងស្ដាប់ជាទីមេត្រីងាកមកតាមដានព័ត៌មានអន្តរជាតិវិញម្ដងយើងចាប់ផ្ដើមជាមួយនឹងព័ត៌មានជុំវិញគ្រោះរំជួយដីនៅក្នុងខេត្តស៊ីឈួនភាគនិរដីនៃប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះបានជម្លៀសប្រជាជនជិត 60000 នាក់នៅតំបន់ភ្នំនៅភាគនិរដីប្រទេសបន្ទាប់ពីរំជួយដីដ៏ខ្លាំងក្លាមួយបានសម្លាប់មនុស្សយ៉ាងតិច19នាក់ដោយបានវាយប្រហារទៅលើតំបន់មួយដែលធ្លាប់ទទួលរងគ្រោះរំជួយដីម្ដងរួចមកហើយកាលពីឆ្នាំ2008កន្លងមកនេះនេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP រំជួយដីកម្រិត 6.5 រិចទ័របានវាយប្រហារខេត្តស៊ីឈួនកាលពីយប់ថ្ងៃអង្គារកន្លងមកនេះដោយបានបំផ្លាញផ្លូវ highway នៅតំបន់ភ្នំបង្កឲ្យមានការរអិលបាក់ដីបំផ្លាញអគារនិងបង្កឲ្យអ្នកស្រុកភ័យខ្លាចហើយរត់ចេញពីអគារនានារដ្ឋបាលខេត្តនេះបាននិយាយកាលពីថ្ងៃម្សិលមិញថាភ្ញៀវទេសចរភាគច្រើនដែលជាប់នៅក្នុងឧទ្យានជាតិដ៏ល្បីមួយនោះត្រូវបានជម្លៀសចេញបន្ទាប់ពីចំណាយពេលមួយយប់សម្រាកនៅទីលំហនៅក្នុងឧទ្យាននោះយោងតាមអាជ្ញាធរខេត្តនេះពលរដ្ឋនៅក្នុងខេត្តនោះក៏នឹងត្រូវជម្លៀសចេញផងដែរទៅរកទីតាំងមានសុវត្ថិភាពទីភ្នាក់ងារព័ត៌មានសៀនហួរបានរាយការណ៍ថារំជួយដីនោះបានសម្លាប់មនុស្សយ៉ាងតិច19នាក់និងបង្កឲ្យមនុស្សជាង 26300 នាក់រងរបួសធ្ងន់ក្នុងនោះមានភ្ញៀវទេសចរបរទេស2នាក់ផងដែរ
បាទលោកអ្នកនាងស្ដាប់ជាទីមេត្រីយើងបន្តតាមដានដំណើរវិវត្តជុំវិញវិបត្តិនៅឧបទ្វីបកូរ៉េរដ្ឋមន្ត្រីការពារជាតិអាមេរិកលោកឈីម៉ាទីសបានប្រមានទៅកូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញថាប្រទេសនេះនឹងកាន់តែផ្កើននឹងចំនួននឹងអាមេរិកដោយបានប្រាប់ក្រុងព្យុងយ៉ាងឲ្យបញ្ឈប់នៅការពិចារណាលើទង្វើណាមួយដែលបង្កហានិភ័យដល់ប្រជាជនរបស់ខ្លួននេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកម៉ាធីសបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកូរ៉េខាងជើងត្រូវតែរើសយកការបញ្ឈប់ការផ្ដាច់ខ្លួនឯងឲ្យឯកោនិងជំហរបន្តផលិតអាវុធនុយក្លេអ៊ែរលោកបន្តថាកូរ៉េខាងជើងគួរតែបញ្ឈប់ការពិចារណានៅសកម្មភាពណាដែលនឹងនាំទៅរកការបញ្ចប់របបនេះនិងបំផ្លាញប្រជាជនរបស់ខ្លួនការលើកឡើងរបស់ប្រមុខមន្ទីរប៉ង់តកោណអាមេរិករូបនេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចេញនៅការប្រមានទៅដល់មេដឹកនាំកូរ៉េខាងជើងលោកកឹមចុងអ៊ុនដោយប្រាប់ថាក្រុងព្យុងយ៉ាងកំពុងប្រឡែងលេងនឹងភ្លើងដោយសារតែកម្មវិធីមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់ខ្លួនលោកម៉ាធីសបាននិយាយថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបច្ចុប្បន្ននេះមានសម្លេងមូលគ្នាក្រោយពីបានអនុម័តយល់ព្រមជាឯកច្ឆន្ទលើទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើងបាទលោកនាងស្ដាប់ជាទីមេត្រីព័ត៌មានចុងក្រោយនេះក៏ពាក់ព័ន្ធនឹងវិបត្តិនៅឧបទ្វីបកូរ៉េផងដែរកូរ៉េខាងជើងនៅថ្ងៃនេះបានចំអកលក់លើយដាក់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំថាខ្សត់ហេតុផលដែលជំរុញឲ្យមានការថ្លែងវាយប្រហារគ្នាទៅវិញទៅមកនៅក្នុងផែនការបាញ់គ្រាប់មីស៊ីលសម្ដៅទៅដែនដីកោះគួមរបស់អាមេរិកនេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កូរ៉េខាងជើងបានលើកឡើងថាគម្រោងវាយប្រហារលើដែនដីកោះមួយនេះដែលជាមូលដ្ឋានកងទ័ពអាមេរិកនោះត្រូវបានចាត់ទុកជាសញ្ញាព្រមានដ៏សំខាន់មួយដោយមានតែការប្រើកម្លាំងតែមួយមុខគត់និងមានឥទ្ធិពលទៅលើមេដឹកនាំអាមេរិកការប្រកាសបែបនេះរបស់កូរ៉េខាងជើងបានកើតឡើងក្រោយពីលោកត្រាំបានបង្ហោះសារលើ Twitter ថាអាវុធនុយក្លេអ៊ែរអាមេរិកមានថាមពលនិងកម្លាំងខ្លាំងក្លាជាងពេលមុនឆ្ងាយណាស់លោកត្រាំបាននិយាយថាកូរ៉េខាងជើងកំពុងប្រឡែងលេងនឹងភ្លើងដោយដែលពិភពលោកមិនដែលបានឃើញសោះសង្គ្រាមពាក្យសម្ដីជំវិញកម្មវិធីនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនេះកំពុងតែបង្កឲ្យមានក្តីបារម្ភថាអាចនាំទៅរកមហន្តរាយនៅលើឧបទ្វីបកូរ៉េនិងលើសពីឧបទ្វីបនេះទៅទៀតលោកអ្នកអាចស្ដាប់ឬអានព័ត៌មាន VOD ឡើងវិញតាមរយៈគេហទំព័រ www.vodhotnews.comលោកអ្នកអាចផ្ដល់ព័ត៌មានមកកាន់ VOD តាមទូរស័ព្ទលេខ092 92 19 02និង060 50 50និង50កម្មវិធីព័ត៌មានពេលថ្ងៃត្រង់របស់ VOD នៅពេលនេះចាប់តែប៉ុណ្ណេះសូមលោកនាងរងចាំស្ដាប់ព័ត៌មានខ្លីជារៀងរាល់ម៉ោងនិងព័ត៌មានពេលល្ងាចរបស់ VOD ខណៈពេលនេះនាងខ្ញុំខណ្ឌលក្ខណារួមទាំងថករីទាំងអស់សូមអរគុណនិងសូមជម្រាបលា